ចេះអ្នកមានរិទ្ធមានព្រោះធ្វើក្ររីឯអ្នកក្ររិទ្ធក្រព្រោះធ្វើមានអ្នកល្ងងរិទ្ធល្ងងព្រោះធ្វើចេះរីឯអ្នកចេះរិទ្ធចេះព្រោះធ្វើល្ងងអ្នកខ្លះចេះបន្តិចបន្តួចនិយាយពីអួតទូចអួតនិយាយមិនឈប់ទេស្អីក៏ចេះដែរហើយចេញយោបាយចេះយោបាយទៀតចេញស្អីមកចេះនឹងទាំងអស់ប៉ុន្តែរៀនបានតិចញ៉ាប់សោះហើយទៅចេះលើរៀនទៅទៀតអញ្ចឹងបានថានឹងហើយ7ពេកទុំមេឃប្រឹក្សាអួតអាងបញ្ញាតែខ្លួនឯងភ្លឺបញ្ញាបន្តិចបន្តួចនឹងមិនគិតរៀនសូត្រពីគេម្ចាស់ពីទុំទេទៅមើលងាយចាស់មើលងាយទុំថាអូចាស់ទីជំនឿចាស់កំរិលសាសនាពុទ្ធនោះវាគ្មានព្រះមែនទេនេះគេចេះតែពុទ្ធគេចេះតែបោកអាសភៅធម៌នេះចឹងចាស់ប៉ុន្តែតាមពិតឲ្យសូត្រទៅយ៉ាងកាញ់មួយសូត្រមិនចប់ផងមិនដែលរៀនឲ្យមកក្បាលផងប៉ុន្តែនិយាយពីចេះនោះចេះអានឹងហើយដែលគេហៅថា7ពេកទុំមេឃប្រឹក្សាណាញោមណាមើលងាយចាស់មើលងាយយាយមើលងាយតាសិទ្ធិជំនឿហួសសម័យនេះខ្លួនឯងនឹងបានជាអ្នកចេះជាអ្នកដឹងធម៌ពិតធម៌ព្រះហើយណាប៉ុន្តែតាមពិតគ្មានបានចូលរៀននៃមួយថ្ងៃផងនឹងជាលឺពីណាមកបន្តិចបន្តួចទៅផ្អើលតាមគ្នាទៅហើយអាស័យអត់ណែអាស័យអត់ឆ្នាំងអាគាំងវាយមិនលឺនោចខែភ្លឺខ្នើតអាងឹតសូនមានពោះវែក3នៅក្នុងបុរីស៊ីមនុស្សរាប់ផ្លូនអ្នកមួយស៊ីក្បាលអ្នកកដាលស៊ីកូនអ្នក3ស៊ីខ្លួនលូនទៅណាមិនរួចមិនខ្ចីបកស្រាយទុកឲ្យអាចារ្យបកស្រាយអាស័យធម្មតាអាស័យមានឆ្នាំងហើយប៉ុន្តែអាស័យអត់ឆ្នាំងមានន័យថាម៉េចអាស័យអត់ឆ្នាំងអាគាំងវាយមិនលឺញោមញាតហើយពុទ្ធបរិស័ទចង់និយាយពីអត់ធ្មត់ជាមួយម៉ែជាមួយឪកូនត្រូវស្នងសងគុណម៉ែឪបុរាណថាតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយឪពុកបាត់ទៅប៉ុន្តែគេឈ្មោះម្ដាយឪពុកនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3រូបគ្រូបាត់ទៅក៏ប៉ុន្តែគេឈ្មោះគ្រូនៅនឹងសិស្សទាំងឡាយដែលមានកតញ្ញូនៅគ្រូបាត់ជាយអាចឲ្យពុនរាយនៅលោកទាំង3បើពាក្យគេនិយាយមានពាក្យថាតពាំងមានពាក្យថាអាស័យគេមិនមែននិយាយពីអាស័យទេគឺនិយាយពីម៉ែឪហើយបើនិយាយពីតពាំងមិនមែននិយាយពីតពាំងទេនិយាយពីកូនតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុកក៏ប៉ុន្តែសូមឲ្យឪពុកម្ដាយនឹងថែអាសាកូនផងសូមឲ្យតពាំងសូមឲ្យអាស័យថែអាសាតពាំងផងព្រោះតពាំងឥឡូវនេះត្រូវប៉ាន់ណាស់តែដោះចេញពីគុំអាស័យគេកាច់ស្លបង្ហើយអត់មានមកស្នងអាស័យបានទេហើយបើតពាំងនឹងស្អុយតពាំងនឹងពុកភ័យក៏ស្នងអាស័យអត់កើតដែរអញ្ចឹងតលម៉ែឪជួយថែអាសាកូនផងកុំឲ្យវាចវេអាស័យតែងតែមានឆ្នាំងប៉ុន្តែកុំឲ្យកូនឆ្នាំងថ្នាក់ជាមួយម៉ែឪអីព្រោះគាត់ចាស់បេះដូងដើរញាប់ល្អូរតំរៀងច្រើនបន្តិចហើយព្រោះដល់វ័យល្អូបេះដូងដើរញាប់កាន់តែឆាប់ខឹងកាន់តែល្អូស្អីក៏គាត់មិនសូវខុសដែរខុសតែកូនដាក់ផ្ដាល់កដាលវាដើរទាត់ខាងបន្ទោសកូនហើយខ្វះកន្លែងដាក់ទេអីដាក់ទៅហ្នឹងដល់ពេលកូនដើរទាត់ខាងហើយភ្នែកមិនមើលទេភ្នែកអញ្ចឹងបើគាត់ដើរទាត់គាត់បន្ទោសថាយើងមិនអត់យកផ្ដាល់ដាក់អីស្រួលមកដាក់អីទៅហ្នឹងដល់ពេលយើងដើរទាត់គាត់ថាភ្នែកយើងមិនមើលទេភ្នែកដូច្នេះមនុស្សចាស់ឆាប់ខឹងដូច្នេះត្រូវតែអត់ធ្មត់អាស័យអត់ឆ្នាំងអាគាំងវាយមិនលឺអាគាំងទៅវាយម៉ាំងវាលឺម៉ោងប៉ុន្តែបើម៉ែឪស្ដីនិយាយជេរថាយើងកុំជេរតបគាត់អីឲ្យវាប្រឆាំងគ្នាទៅណែហើយអានោចខែភ្លឺខ្នើតងឹតសូនណាញោមណាប្រយ័ត្នដូចពាក្យមួយគេថាទឹកលិចចុងឫស្សីត្រីក្រៀមសកាប៉ុន្តែទឹកលិចចុងស្លាកពើហាលគោខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពោតាទឹកលិចចុងឫស្សីត្រីក្រៀមសកាទឹកលិចចុងស្លាកពើហាលគោអានឹងមិនវិញមានន័យថាដួងតារារាប់រយពាន់ម៉ឺនពេញមេឃាមិនអាចភ្លឺផ្លូវបានទេប៉ុន្តែចន្ទគ្រារះមួយដួងអាចភ្លឺផ្លូវបានកូនមកសបុកអត់មានធម៌កតញ្ញូសោះម៉ែឪមិនភ្លឺទេបើមានកូនតែមួយមកភ្លឺស្វាងបានមកប្រទេសមកស្រុកមនគរសិទ្ធិមនុស្សល្ងងទាំងអស់ប្រទេសក៏អត់ភ្លឺដែរតើមានអ្នកចេះដឹងម្នាក់មកបានភ្លឺបានដោយខែរះឆ្លងផ្លូវកូនកើតមុនឪសំដៅទៅលើកូនដែលមានធម៌កតញ្ញូនៅនឹងខ្លួនកូនរៀនសូត្របានច្រើនជាងឪមិនបានរៀនប៉ុន្តែឪរលុយឲ្យកូនរៀនដូច្នេះអតិជាតិបុត្រកូននឹងល្អបំផុតអត្តសុទ្ធិរៀនមានចំណេះចេះដឹងខ្លួនឯងបរសុទ្ធដឹកនាំបងប្អូនឲ្យធ្វើល្អហើយសង្ឃៈមានធម៌សង្គ្រោះដល់អ្នកដទៃកតញ្ញូមានធម៌កតញ្ញូជាមួយឪពុកម្ដាយជាមួយ
មួយអ្នកមានគុណដឹកនាំធ្វើបុណ្យទៅសបាយទាំងយាយសបាយទាំងតាបានទាំងបងប្អូនបានទាំងអ្នកស្រុកភូមិមកស្ដាប់ធម៌ទៀតញោមមើលឃើញដែរមិនតែសបាយម៉ែឪគេអីសបាយដល់យាយតាហើយប្រយ័ត្នទៅទឹកឡើងលិចចង់អាស័យត្រីក្រៀមសកាកូននឹងសបោហឺហាមានសិទ្ធិឡានវិឡាលុយប៉ុណ្ណាមិនដែលឃើញធ្វើបុណ្យចម្រើនបជនឲ្យម៉ែម្ដងទេមិនដែលឃើញដឹកម៉ែទៅវត្តដឹកម៉ែទៅបុណ្យទេឃើញតែប៉ាវតែគ្នាឯងជប់លៀងតែគ្នាឯងប៉ុន្តែម៉ែឪអត់អាហ្នឹងឯងទឹកលិចចង់អាស័យប៉ុន្តែត្រីនៅតែក្រៀមសកាហើយបើទឹកលិចចង់ស្លាកពើហាលគោកសម័យនេះមានបុណ្យមានទានមានសាសនាប៉ុន្តែមិនដែលដឹកនាំម៉ែឲ្យធ្វើបុណ្យឬក៏ធ្វើបុណ្យជូនគាត់ទេកូនល្មិលគុណនៅតែល្មិលគុណណាដែលបានគេថាកូនមាន3ប្រភេទហ្នឹងណាញោមណាប្រភេទមួយអន់បំផុតគេហៅអវៈជាតិបុត្រប្រភេទមួយដឹកនាំធ្វើបុណ្យបានគេហៅអនុជាតិបុត្រហើយប្រភេទមួយអតិជាតិបុត្រហ្នឹងអញ្ចឹងបានថាម៉ែឪរស់នៅធ្វើបុណ្យឲ្យតន់គាត់នៅរស់ភ្នែកនៅមើលកើតនេះគេហៅថាបុណ្យខែភ្លឺគាត់នៅហូបកើតយើងមើលឃើញរីឯម៉ែឪដែលស្លាប់ទៅនៅឯងកូនចៅធ្វើបុណ្យឧទ្ទិសទៅគេហៅថាបុណ្យខែងងឹតលោភៈទោសៈមោហៈចូលក្នុងខ្លួនមិនអាចដឹកនាំឲ្យធ្វើល្អបានទេមានតែលោភមានតែលន់បានប្រពុតថាបុគ្គលរកបានដោយកម្រជាភូមិរបស់សពបរោះនឹងឯងគឺមាន2ទី1បុព្វការីយបុគ្គលអ្នកធ្វើឧបការៈមុនបានដល់ម៉ែឪឬក៏គ្រូអាចារ្យទី2កតញ្ញូកតវេទីបុគ្គលបានដល់អ្នកដឹងហើយធ្វើតបពេលវាមិនសូវបានទាំងពីរណាញោមច្រើនតែបានតែម្ខាងបានតែពីម៉ែពីឪចិញ្ចឹមកូនប៉ុន្តែដល់កូនម៉ែកូនចិញ្ចឹមម៉ែឪវិញពិបាកម៉ែម្នាក់ចិញ្ចឹមកូន10រស់ដោយស្រួលប៉ុន្តែកូន10ចិញ្ចឹមម៉ែម្នាក់រស់មិនស្រួលទេប៉ុណ្ណឹងហើយបានគេថាម្ដាយនឹកកូនដូចជាបាបដិញក៏ប៉ុន្តែបើកូននឹកម៉ែវិញដូចព្រះបែរខ្នងពិបាកណាស់នេះហើយញោមហើយដែលលើកឡើងបាញ់មិញអំពីពូលពាក្យនៅក្នុងកំណាព្យនៅក្នុងពាក្យអប់រំរបស់ចាស់បុរាណមកវាមិនងាយបានកូនល្អដូចពេលនឹងអញ្ចឹងទេបើបានល្អអញ្ចឹងហើយនឹកសំណោះការដែលដឹងគុណមេត្តាបិតាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងទុកនៅក្នុងសិកិលកៈសូត្រប្រពពីបរោះម្នាក់ដែល